ស្ដីទាំងអស់គ្នាចង់ដឹងថាតើមក MVU មក MVU ហ្នឹងគឺមកលៀនអ្នកចំនួនអ្នកមើលវីដេអូយើងហ្នឹងតើយើងទទួលបានលុយប្រមាណដែរចំនួនមកលៀនអ្នកហ្នឹងណាថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាថាចំនួនមក MVU ហ្នឹងទទួលបានលុយប្រមាណបើវីដេអូមួយនេះវិញគឺទទួលបាន 3M បងប្អូនចំនួនអ្នកមើលចំនួន 3M ហ្នឹងគឺស្មើនឹងអ្នកមើល3លានអ្នកហើយ3លានអ្នកហ្នឹងគឺបានតែ$19.88 សេនទេបងប្អូននឹងនៅក្នុងមួយវីដេអូនៅក្នុងវីដេអូខ្ញុំមួយនេះខ្ញុំទទួលបាន 2M.2 ហើយចំណែកលុយដែលទទួលបានហ្នឹងគឺបានតែ$13.80 សេនទេគឺបានតិចខ្លាំងមែនតើថោកមែនតើបងប្អូនដោយសារអីគេដោយសារតែ view ហ្នឹងគឺមើលមកពីស្រុកខ្មែរអញ្ចឹងនៅក្នុងស្រុកខ្មែរអ្នកទាំងអស់គ្នាដឹងហើយថាក្រុមហ៊ុន Facebook មិនអនុញ្ញាតឲ្យរលុយទេអញ្ចឹង$13.80 សេននេះគឺអ្នកមើលហ្នឹងគឺមកពីខ្មែរនឹងឯងទោះបីថានៅខ្មែរយើងគេមិនបើកឲ្យ admin រលុយក៏ដោយក៏ប៉ុន្តែអ្នកដែលមើលមកពីខ្មែរហ្នឹងក៏នៅតែបានលុយដែរអ្នកផលិត content នៅតែមានឱកាសបានលុយអញ្ចឹងដូចគ្នាឲ្យតែមើលមកវាគ្រាន់តែថាថោកជាងអ្នកដែលមើលមកពីប្រទេសខាងអឺរ៉ុបអញ្ចឹងណាហើយបើចំនួនអ្នកcomment វិញនៅក្នុងនេះវាមាន913ហើយនឹង share ហ្នឹងគឺ21 Facebook ឥឡូវវារាប់ share រាប់ comment ដែរអ្នកទាំងអស់គ្នាមិនត្រឹមតែរាប់ view ទេណានៅក្នុង 2M view នេះគឺបានត្រឹមតែ$13.80នឹងមែនប៉ុន្តែសម្រាប់ខ្ញុំជាអ្នកផលិតមាតិកាខ្ញុំអត់ដែលចេះអន់សពុនចិត្តបាក់ទឹកចិត្តនៅក្នុងការផលិតទេខ្ញុំនៅតែផលិតអញ្ចឹងទោះបីថោកយ៉ាងណាក៏ដោយវាអត់ដូច YouTube ទេបងប្អូនបើ YouTube វិញណាប៉ុណ្ណេះវិញណាវាចូលទៅដល់$500ជាងហើយក្នុងមួយ M ណា$500ជាងអញ្ចឹង 2M ហ្នឹងវាចូល1000ជាងហើយប៉ុន្តែ YouTube អត់ទេFacebook អត់ទេគឺវាថោកជាង YouTube ហ្នឹងហើយប៉ុន្តែទោះបីថោកយ៉ាងណាក៏យើងនៅតែផលិតវាទៅហើយបើអ្នកទាំងអស់គ្នាចង់បានថ្លៃចង់បានលុយច្រើនជាងហ្នឹងអ្នកទាំងអស់គ្នាផលិតវីដេអូបែបបរទេសផ្នែកខាងអឺរ៉ុបគេមើលអញ្ចឹងណាព្រោះនៅក្នុងអឺរ៉ុបក៏គេមើលមកវីដេអូយើងបានថ្លៃដែរវាមិនដល់ YouTube ទេក៏ប៉ុន្តែវាអាចនឹងពាក់កណ្ដាលដែរក្នុងមួយ M វាអាចទទួលបាន$200ជាងដែរបើសិនជាវីដេអូហ្នឹងជាប្រភេទវីដេអូដែលខាងអឺរ៉ុបគេមើលបានអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាដែលធ្វើមានវីដេអូអឺរ៉ុបខ្លះមានខ្មែរខ្លះអីចឹងទៅហើយរឿង view យើងកុំឲ្យសូវតន់គិតវាអាហ្នឹងសុំទោសរឿងលុយយើងកុំឲ្យតន់សូវគិតវាដូចខ្ញុំមើលដំបងអីអត់លុយដូចតែគ្នាទេអ្នកទាំងអស់គ្នាមើលមានវីដេអូខ្លះគ្មានទាំងបានមួយសេនផង$0ក៏ប៉ុន្តែសម្រាប់ខ្ញុំមិនដែលបាក់ទឹកចិត្តថាឈប់ធ្វើទេព្រោះគោលបំណងខ្ញុំនិងឆន្ទៈរបស់ខ្ញុំវានៅវែងឆ្ងាយគោលបំណងខ្ញុំគឺខ្ញុំធ្វើដើម្បីចែករំលែកបានជាប្រយោជន៍ហ្នឹងមកវីដេអូទៅហើយមួយទៀតគឺធ្វើដើម្បីកាត់ stress បន្ធូរបន្ថយការងាររបស់ខ្ញុំនៅថ្ងៃណានឿយហត់អញ្ចឹងខ្ញុំធ្វើជាវីដេអូកំ pl ែងអីចឹងទៅហើយដូចនេះគឺ$7,000 view ទទួលបានតែ8សេនទេអ្នកនរគ្នាវាថោកខ្លាំងមែនតើនិយាយមែនតើប៉ុន្តែថោកក៏ថោកទៅមកវីដេអូយើងបាន$4-10យើងតម្លាក់តា100-200វីដេអូទៅលុយច្រើនដូចតែគ្នាទេអ្នកនរគ្នាប៉ុន្តែសម្រាប់ខ្ញុំដូចខ្ញុំថាចឹងខ្ញុំមានគោលដៅគឺទី1ខ្ញុំធ្វើវាដើម្បីជាការចែករំលែកអញ្ចឹងរឿងលុយថ្លៃថោកនឹងខ្ញុំអត់គិតទេព្រោះការពីធ្វើដំបងឡើងមកហ្នឹងខ្ញុំមិនដែលគិតថាវានឹងបានលុយផងប៉ុន្តែដល់ឥឡូវវាហៅឲ្យយកលុយទៅវាទៅជា
លុយសន្សំរបស់ខ្ញុំឯងខ្ញុំទុកវាសន្សំហើយបាននេះវិញតែ7600 70000 view ទទួលបានតែ37សេន អើយដល់កោប៉ុណ្ណឹងបងប្អូនយើងកុំទៅខ្វល់វាសម្រាប់ខ្ញុំដូចខ្ញុំថាអញ្ចឹងគឺខ្ញុំគ្រាន់តែចង់ចែករំលែកដល់បងប្អូនហើយខ្ញុំឃើញផលវែងឆ្ងាយហើយបានតិចអញ្ចឹងគឺខ្ញុំទុកជាលុយសន្សំ 3-4 ខែអញ្ចឹងទៅខ្ញុំបើកម្ដងអញ្ចឹងទៅហើយបើថាមិនចង់បើកទេទុកវាចោលអញ្ចឹងក៏វាគ្មានទៅខូចខាតទៅណាដែរនៅក្នុងវីដេអូហ្នឹងហើយបើចង់បានច្រើនយើងទម្លាក់វីដេអូច្រើនទៅ